បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយតាក់ទងនឹងប្រភេទ iPhone ណាបងប្អូនហ្នឹងហើយ iPhone យើងចង់សេរីម៉ោងណាហ្នឹងហើយខ្ញុំចង់បញ្ជាក់តិចបងប្អូនរាល់ដែល iPhone ពីច្រើនបើយើងម៉ោងអត់ត្រូវទេគឺអ៊ីនធឺណិតអត់ដំណើរការទេអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនដែលមានបញ្ហាដូចជាយើងអ៊ីនធឺណិតអត់ដើរឬក៏អីទីមួយបងប្អូនត្រូវមើលម៉ោងហើយនឹងថ្ងៃខែដែលម៉ោងដែលយើងប្រហែលអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនដំបូងឡើយបងប្អូនចូលនៅក្នុង setting នេះមកហើយបងប្អូនចូលនៅក្នុង general នេះមកហើយបងប្អូនអូសទៅរកម៉ោងហ្នឹងហើយប៉ុន្តែដោយឡែកកន្លែងម៉ោងនេះគឺយើងអត់ចុចសេរីបានទេណាបងប្អូនកន្លែងចំណុចហ្នឹងគឺយើងចុចអត់បានទេចុចបើកបិទមិនក៏អត់បានដែរព្រោះដោយសារវានៅតែខុសអញ្ចឹងខ្ញុំកំពុងថតនេះគឺម៉ោងផ្សេងទេហើយអឺអញ្ចឹងខ្ញុំកំពុងតែកន្លែងនេះគឺអត់ឲ្យបើកបិទម៉ោងទេអញ្ចឹងបងប្អូនត្រូវទៅបើកកម្មវិធីណាបងប្អូនបានអាចយើងទៅសេរីម៉ោងទូរស័ព្ទដៃនឹងបានអញ្ចឹងដំបូងឡើយបងប្អូនចុចកន្លែងនឹង home កណ្ដាលនេះពីរដងទៅហ្នឹងហើយអញ្ចឹងយើងចុចវាអូសវាចោលទៅហើយបងប្អូនចូលនៅក្នុងsetting មកបាទហើយចូល setting ហើយបងប្អូនចេញមកវិញសិនណាឥឡូវខ្ញុំទៅបើកកម្មវិធីថយមួយសិនទៅហ្នឹងហើយកម្មវិធី easy touch ណាតោះអញ្ចឹងបានមកដល់ហើយអញ្ចឹងបងប្អូនចូលទៅ search រកពាក្យថា location ហ្នឹងហើយចាំបងប្អូនអូសរកមកហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលទៅបើកកន្លែង location កំណត់នេះមកអញ្ចឹងអ្វីដែលគឺត្រូវបើកអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែបើកមកឃើញម៉ោងដើរត្រូវហើយបន្តមកបងប្អូនចូលទៅមើលកន្លែងនឹងភាសាថ្មីមកតើបានបើកបានអត់អញ្ចឹងបងប្អូននេះបើកបិទនេះបងប្អូនបើកបានណាអញ្ចឹងម៉ោងរបស់យើងហ្នឹងគឺបានដើរត្រូវហើយអញ្ចឹងវីដេអូនេះការចែកចំណេះដឹងមួយនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនកុំភ្លេចជួយ like វីដេអូរបស់ខ្ញុំផងអញ្ចឹងអរគុណច្រើនសូមជម្រាបលា